បាទសូមជម្រាបសួរសាជាថ្មីជួបជាមួយខ្ញុំបាទម្ដងទៀតសំណាង Bradley បងប្អូនហើយថ្ងៃនេះខ្ញុំបាទមកម្ដងទៀតដើម្បីបកស្រាយនៅចម្ងល់មួយឬក៏ជា comment មួយដែលខ្ញុំទទួលបាននៅពេលដែលខ្ញុំបានធ្វើ reaction វីដេអូមួយទាក់ទងទៅនឹងបទយីកេបំពេស្នេហ៍ដែល cover ដោយអ្នកនាងអូនលីដាហើយនឹងម្ចាស់បទដើមលោកពោសៀងបងប្អូនបាទដោយសារតែពេលដែលខ្ញុំធ្វើ reaction វីដេអូមួយនឹងហើយទៅគឺខ្ញុំបានទទួលបាន comment មួយនេះបងប្អូននេះ comment មួយនេះគាត់សួរថាហេតុអ្វីបានជាច្រៀងជាភាសាប្រទេសទី2ទៅវិញតែតាមពិតទៅបងខ្ញុំចង់បកស្រាយឲ្យដឹងថាតាមពិតបទនេះគឺមិនមែនយកមកឬក៏ច្រៀងតាមភាសាប្រទេសទី2ទេបាទគឺជាភាសារបស់ចម្រៀងយីកេបាទដូច្នេះហើយបានជាខ្ញុំចង់លើកយកមកធ្វើម្ដងទៀតដើម្បីបកស្រាយឲ្យបានយល់ច្បាស់ទាំងអស់គ្នាកុំឲ្យមានការយល់ច្រឡំបាទគឺច្រៀងនៅកន្លែងនេះឯងបងប្អូនដែលគាត់យល់ច្រឡំណាបងប្អូនគឺពេលដែលចូលទៅដល់កន្លែងនេះនងរៃសៃនមោមកលេនចៅស៊ូយូរីសំបៃនងករងអើយនងករៃไม่มีអើយไม่អើអើបងប្អូនហ្នឹងហើយគឺជាកន្លែងដែលពេលដែលគាត់ស្ដាប់ហើយទៅគាត់យល់ច្រឡំត្រង់កន្លែងពាក្យថានងរ៉ាំងនងរៃសៃនមោមកលេនចៅពូយោរាជសំបៃនងករៈអើយនងករៃម៉ៃមីអើយម៉ៃអើបាទខ្ញុំមិនសូវចេះច្រៀងទេសូមកុំប្រកាន់បាទឥឡូវនេះដើម្បីកុំឲ្យមានការយល់ច្រឡំដូច្នេះខ្ញុំយកចម្រៀងជាចម្រៀងយីកេដែលខាងក្រុមសិល្បៈមួយក្រុមហ្នឹងគាត់បានយកមកកែច្រៀងម្ដងទៀតប៉ុន្តែនេះគឺជាចម្រៀងយីកេពិតប្រាកដដោយគាត់មិនបានជាកែទៅជាសហសម័យបទចម្រៀងទេបងប្អូនដូច្នេះស្ដាប់ទៅគឺព្រោះដូចគ្នាគាត់នៅខាងបទយីកេបំពេស្នេហ៍ហ្នឹងគឺគាត់បានទាញយកត្រង់ថាកន្លែងម៉ាន់ទិកហ្នឹងយកមកដាក់បញ្ចូលនៅក្នុងបទចម្រៀងរបស់គាត់ដើម្បីឲ្យវាស្ដាប់ទៅវាមានដូចថាព្រោះហ่าបងប្អូនហើយពេលដែលខ្ញុំស្ដាប់និយាយទៅបទយីកេមួយបទហ្នឹងគឺខ្ញុំស្ដាប់ម្ដងណាក៏នៅតែព្រោះតែទោះបីខ្ញុំស្ដាប់ប្រមាណដងក៏នៅតែព្រោះដែរខ្ញុំអត់ដឹងថាហេតុអីមកពីប្រហែលជាមកពីចិត្តរបស់ខ្ញុំហ្នឹងចូលចិត្តហើយនឹងស្រឡាញ់បទយីកេខ្លាំងមែនទែនបានជាស្ដាប់យ៉ាងណាគឺមិនចេះធុញមិនចេះចិនណាយដោយបទចម្រៀងមួយចំនួនទេបងប្អូនបាទអញ្ចឹងដើម្បីកុំឲ្យចំណាយពេលយូរអញ្ចឹងសូមតាមដានស្ដាប់បទម្ចាស់បទជាលក្ខណៈដើមដូចគ្នាបងប្អូនបាទឆាអរណោណោណងអើយឆាអរណោណោណងអើយណងរ៉ាណងរៃសៃលំោមកលេងចៅស៊ូយូរីសំបៃណងរ៉ាអើយណងរៃម៉ៃមីអើយម៉ៃអើយកាបាក៏មករេឆាអរណោណោណងអើយឆាអរណោណោណងអើយឆាអរណោណោណងអើយឃើញប្រៃណងអើយឈុំឃើញបលុកណងអើយឈោសុខជើញអើយខ្មៅមកអហេមៀមឆាអរណោណោណងអើយហើយមកបាទគឺគាត់យកត្រង់កន្លែងហ្នឹងបងកន្លែងហ្នឹងឯងបងប្អូនបាទអញ្ចឹងមានន័យថាសម្រាប់ comment របស់គាត់ដែលគាត់ថាហេតុអ្វីបានជាយកភាសារបស់ជនជាតិទី2មកច្រៀងហ្នឹងជនជាតិទី2ប្រទេសទី2យកមកច្រៀងហ្នឹងគឺមិនមែនទេគឺជាបទយីកេរបស់ខ្មែរយើងប៉ុន្តែសម្រាប់បងប្អូនដែលគាត់ចេះភាសាខាងហ្នឹងប្រសិនបើគាត់ដឹងថាពេលដែលយើងច្រៀងត្រង់កន្លែងហ្នឹងទៅតើវាមានអត្ថន័យអីទាក់ទងជាមួយនឹងភាសារបស់ប្រទេសទី2ទេបងប្អូនបើសិនបើថាមានសូមមេត្តាជួយប្រាប់ខ្ញុំវិញផងបងប្អូនព្រោះខ្ញុំចង់ដឹងថាតើវាមានអត្ថន័យអីទាក់ទងជាមួយនឹងភាសាទី2ឬក៏អត់ឬគ្រាន់តែវាជាភាសារបស់ខ្មែរយើងទេព្រោះអីថាប្រទេសទី2យើងដឹងហើយថាប្រទេសទី2គឺបានយកភាសារបស់យើងហ្នឹងយកទៅប្រើដូច្នេះហើយនេះគឺជាភាសាបុរាណរបស់យើងប្រហែលជាហ្នឹងគឺជាអាចមានន័យអីខ្លះនៅក្នុងភាសាគេខ្ញុំអត់ដឹងព្រោះខ្ញុំអត់ចេះភាសាហ្នឹងណាបងប្អូនអញ្ចឹងដូចនេះហើយបើសិនបើបងប្អូនដែលចេះភាសាខាងប្រទេសទី2ហ្នឹងដឹងក៏សូមមេត្តាជួយបកស្រាយនិងជួយដាក់ comment នៅខាងក្រោមផងបងប្អូនបាទ
ระเบิดให้มาระเบิดให้โยมาสกัด ให้ยัดมาสกี ให้โยมาสกัด ให้ยัดมาสกี มาไม่มีช้าน้องខ្ញុំស្រែកថ្លៃលោកអើយខ្ញុំហៅខ្ញុំសូមអំពាវនាវដល់កន្ទងភៀវស្រីខ្ញុំស្រែកថ្លៃលោកអើយខ្ញុំហៅខ្ញុំសូមអំពាវនាវដល់កន្ទងភៀវស្រីឆាអោភៀវអើយចាំអីសូមអញ្ជើញឲ្យភៀវស្រីសោយលៀកសោយផ្កា ถูกเอ้ยกระป๋า និយាយទៅព្រោះមែនតើបងប្អូន ខ្ញុំចង់ចេះច្រៀងជាគេខ្លាំងមែនតើ បងកុំទៅយ៉ាព្រះអនាព្រះព្រំព្រះពើស្នោកាសាទុកអើយក្រាបថ្វាយបងកុំទៅយ៉ាព្រះអនាព្រះព្រំព្រះពើស្នោកាខ្ញុំសូមបួងសួងអើយអង្គទេវតាទាំងឈរកម្មមាទឹកទាំង8 នាតពិសីស្រស់ស្រីឡើងរួមមកលោកមើលចុះបងប្អូនមើលក្បាច់ជាគេនិយាយទៅរស់រវើកតែម្ដងណាបងប្អូនទុនភ្លុនរស់រវើកចម្រៀងក៏ព្រោះលាយឡំជាមួយនឹងស្គរដៃហើយនឹងត្រស្ដាប់ហើយទៅរលងរលួយមែនតើដូច្នេះហើយនិយាយទៅបើតាមខ្ញុំដឹងបទនេះគឺគេបានយកមកកែដោយសារតែ កាបងអើយតែងខ្លួនអើយក្រមុំតែកាបងអើយតែងខ្លួនអើយក្រអើហើយយោនាងសោតអើយសាំងសូរណាព្រះត្រីใจផង បាទបងប្អូនឃើញលោកជនជាតិបរទេសម្នាក់ហ្នឹងគាត់បើតាមខ្ញុំដឹងនៅក្នុងបទនេះការដែលគាត់យកមកធ្វើហ្នឹងគាត់ហ្នឹងគឺជាជនជាតិអាមេរិកាំងហើយគាត់បានធ្វើជាអគ្គរដ្ឋទូតនៅស្រុកខ្មែរហើយពេលហ្នឹងគាត់បានចង់ធ្វើជាបនចូលឆ្នាំខ្មែរដូច្នេះហើយខ្ញុំធ្វើជា reaction មួយនេះគឺជាបទចូលឆ្នាំខ្មែរដែរដូច្នេះសូមជូនពរដល់បងប្អូនទាំងអស់គ្នានៅក្នុងបនចូលឆ្នាំខ្មែរខាងមុខបាទគាត់បានមកធ្វើជាស្ថានទូតនៅខ្មែរហើយគាត់បានទៅតាក់ទងជាមួយនឹងក្រុមសិល្បៈរបស់ខ្មែរយើងគឺខាងក្រុមខ្ញុំមិនដឹងច្បាស់ដែរសូមទោសហើយខាងក្រុមហ្នឹងគាត់បានរៀបចំធ្វើជាការសម្ដែងជាគេនឹងមកបាទហើយក្នុងឱកាសនេះដែរបើសិនបើខ្ញុំយកវីដេអូមក reaction នេះហើយបើសិនបើមានការខុសឆ្គងយ៉ាងណាក៏សូមមេត្តាខន្តីអភ័យទោសបើសិនបើម្ចាស់បទដើមក៏ដូចជាម្ចាស់បទជាគេហើយនិងម្ចាស់បទទាំងអស់ដែលខ្ញុំយកមកហ្នឹងក៏សូមមេត្តាខ្ញុំសូមអនុញ្ញាតដើម្បីបានយកវីដេអូនេះមកផុសហើយសូមមេត្តាកុំបើសិនបើពេញចិត្តឲ្យខ្ញុំទុកវីដេអូក៏ប្រាប់ខ្ញុំមកបើសិនបើមិនពេញចិត្តក៏ប្រាប់ខ្ញុំមកដើម្បីកុំឲ្យ report ទៅ YouTube កុំឲ្យខូច YouTube របស់ខ្ញុំបាទ ព្រះសូរណយ ហាអើ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 គ្រានោះអាយ៉ាពួកក្រុមអើយរកបាំមិនណែយើងនាំអើយគ្នារួមតាមក្បាច់ខេមរាអើយគ្រានោះអាយ៉ាពួកក្រុមអើយរកបាំមិនណែយើងនាំអើយគ្នារួមតាមក្បាច់ខេមរាពុតបេនទុនទ្រាំអើយសំអង្គចាគាត់ពីដូនតាថែអោយគុំហាអើ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 បាទនិយាយទៅខ្ញុំសូមសរសើរទៅដល់ដូនតារបស់យើងខ្លាំងមែនទែនដែលមានគំនិតប្រាជ្ញាចេះកែច្នៃយកមកធ្វើជារបាំក្បាច់ទុនភ្លុនរួមរស់រវើកស្ដាប់យ៉ាងណាក៏មិនចេះចិនណាយដែរបងប្អូនបាទឥឡូវនេះគឺថាដល់ពេលបញ្ចប់ហើយបើសិនបើបងប្អូនចង់ដែលបងប្អូនណាដែលមិនទាន់បានមើលវីដេអូជាគេបំពេស្នេហ៍ឬក៏បទចម្រៀងជាគេបំពេស្នេហ៍ក៏សូមមេត្តាចូលទៅមើលនៅក្នុងម្ចាស់ដើមរបស់គាត់ឬក៏ខ្ញុំនឹងដាក់ link នៅខាងcomment below បើសិនបើបងប្អូនចង់មើលក៏ចូលយកនៅក្នុង link ហ្នឹងទៅហើយខ្ញុំដាក់ទាំងអស់តែម្ដងបងប្អូនខ្ញុំដាក់ទាំង2 link ម្ចាស់បទដើមរបស់លោកពលសៀងឬក៏នឹងម្ចាស់ដើមជាមួយនឹងបទជាគេមួយនេះផងដែរបាទដើម្បីកុំឲ្យនិយាយយូរបើសិនបើខ្ញុំបាទនិយាយទៅហើយមានការខុសឆ្គងគំឬក៏មិន
សំស្របយ៉ាងណាក៏សូមមេត្តាខន្តីអភ័យទោសហើយបើសិនបើបងប្អូនស្រឡាញ់និងចូលចិត្តក៏សូមមេត្តាជួយ like ហើយនិង subscribe នៅ YouTube Channel របស់ខ្ញុំបាទសំណាង Bradley ដើម្បីខ្ញុំបានធ្វើវីដេអូថ្មីៗបន្ថែមទៀតហើយសម្រាប់ថ្ងៃនេះគឺខ្ញុំបាទក៏សូមជម្រាបលាហើយនឹងជួបគ្នានៅវីដេអូក្រោយបាទ